សួស្តីបងប្អូនអរគ្នាហ្នឹងថ្ងៃនេះមកបង្ហាញផ្ទះមួយទៀតបងប្អូនណាបាទផ្ទះនេះប្រភេទផ្ទះល្វែងបងប្អូនណាផ្ទះល្វែងទទឹង5ម៉ែត្រខ្សែសាច់ក្រៅវាបងប្អូនហ្នឹងហើយបដោយវា14ម៉ែត្របាទយើងសាងសង់ជូនគាត់រួចរាល់ 100% បងប្អូនហ្នឹងហើយផ្ទះនេះនៅខាងឃុំចុងដូងស្រុកបារាយខេត្តកំពង់ធំបងប្អូនណាឃុំស្រុកបារាយខេត្តកំពង់ធំបាទស្អាតបងប្អូនយើងធ្វើជូនគាត់រួចរាល់ 100% បាទកម្ពស់កពររៀងរើគឺសមហ្មងបងប្អូនហ្នឹងហើយស្អាតបងប្អូនទាំងពណ៌ថ្នាំពណ៌អីកញ្ចក់រៃស៊ីនចាក់តាមជុំវិញគឺមកស្អាតបងប្អូនណាគឺស្អាតបងប្អូនបាទស្រស់ស្អាតតែម្ដងហ្នឹងហើយនៅបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងមកក្រុមការងារយើងខ្ញុំបានក្រុមការងារយើងខ្ញុំមានទទួលសាងសង់25ខេត្តក្រុងបងប្អូនណាបាទហ្នឹងហើយស្អាតបងប្អូនបាទណាបងប្អូនចាំជួយ Subscribe Channel YouTube Facebook ហើយនិង TikTok ខ្ញុំម្នាក់មួយផងបងប្អូនណាដើម្បីបានឃើញវីដេអូថ្មីដែលខ្ញុំតែងតែសារបរហោះអញ្ចឹងណាបងប្អូនបាទហ្នឹងហើយបងប្អូនកន្លែងទទួលភ្ញៀវនេះទៅតឹង5ម៉ែត្រ20បដោយ5ម៉ែត្របងប្អូនណាធំតលាយណាបងប្អូនបាទហ្នឹងហើយខាងមុខកន្លែងទទួលភ្ញៀវបងប្អូនណាបាទហើយក្រុមប្លង់សេនេះយើងមានមកបន្ទប់គេងបងប្អូនណាមកបន្ទប់គេងបាទហើយទ្វារឈើអីគឺយើងរៀបចំឲ្យស្អាតបងប្អូនណាភ្លើងអីយើងរៀបចំលេងគឺមកស្រស់ស្អាតតែម្ដងបងប្អូនណាខាងក្រោមនេះមានបន្ទប់ទឹកទេបងប្អូនណាខាងក្នុងបន្ទប់អត់មានបន្ទប់ទឹកទេហ្នឹងហើយមានតែបន្ទប់គេងបាទស្អាតបងប្អូនបាទហ្នឹងហើយនៅខាងក្រោមចដានេះមានបន្ទប់ទឹកមួយបងប្អូនណាមានបន្ទប់ទឹកមួយបាទហ្នឹងហើយមានបន្ទប់ទឹកនៅក្រោមចដានឹងមួយហើយនឹងពពាក់ឡាបូការជូកខ្សែអនាម័យម៉ូទ័របើកក្លិនឯបងផ្លែហ្នឹងហើយបាទហើយខាងក្រោយនេះជាក្រានបាយបងប្អូនណាជាក្រានបាយបាទធំតលាយតែម្ដងបងប្អូនណាគឺស្រស់ស្អាតតែម្ដងបងប្អូនហ្នឹងហើយមើលទៅស្រស់ស្អាតណាស់ហើយយើងឡើងទៅលើបងប្អូនណាឡើងទៅលើប្រកាន់ដៃនេះគឺប្រកាន់ដៃប្រភេទអ៊ីណុកបងប្អូនណាអ៊ីណុកហើយការ៉ូអីតាមផ្លូវចដាឡើងហើយក៏យើងវាយឲ្យមកស្អាតដែរបងប្អូនហ្នឹងហើយបាទហើយខាងលើនេះមាន2បន្ទប់គេងបងប្អូនណា2បន្ទប់គេងយើងចូលទៅមើលបន្ទប់ខាងក្រោយមុនបងប្អូនហ្នឹងហើយនេះបន្ទប់ទឹកនេះបាទហើយនេះបន្ទប់គេងបងប្អូនណាហ្នឹងហើយបន្ទប់គេងប្រអួចភ្លឺស្រឡះស្អាតណាបងប្អូនហ្នឹងហើយស្អាតណាបងប្អូនបាទមើលទៅអត់តោះទេបងប្អូនណាហ្នឹងហើយនេះបន្ទប់ទឹកយើងថតបន្ទប់ទឹកឲ្យមើលម្ដងទៀតស្អាតណាបងប្អូនហ្នឹងហើយមានតាំងតើបឺតក្លិនបឺតអីរៀបរយឲ្យមកស្អាតមកសែតបងប្អូនណាបាទហើយយើងមកបន្ទប់មុខបងប្អូនបន្ទប់មុខនេះធំតលាយតែម្ដងអត់មានបន្ទប់ទឹកទេគឺតលាយស្អាតតែម្ដងបងប្អូនបាទញៀវមកឲ្យដាក់ទៅមកបន្ទប់នេះម៉មទៅតឹង4បដោយ5ធំបងប្អូនបន្ទប់មួយនេះបាទហ្នឹងហើយយើងឡើងទៅមើលខាងលើបូលើបងប្អូនណាបូលើហ្នឹងមានតែនេះទេបងប្អូនមានតែយើងវាយអត់កតែងហើយនឹងប្រឡោះកោសតែប៉ុណ្ណឹងអត់មានអីទៀតទេមានច្រើនទេបងប្អូនបាទយើងឡើងទៅមើលអត់ដល់បាទខាងលើនេះយើងវាយអត់កតែងឲ្យមកស្អាតបងប្អូនណានេះគឺស្អាតគឺរៀបរយមកស្អាតហ្នឹងហើយខាងក្រោយនេះយើងក៏វាយអត់កតែងមកស្អាតដូចគ្នាហើយមានស្តែនទឹកមួយម៉ូទ័ររុញទឹកមួយហ្នឹងហើយបងប្អូនហ្នឹងហើយផ្ទះហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនណាអរគុណច្រើនសុខសប្បាយអ្នកគ្នា